โดยนี้สำหรับខ្ញុំចំណាយនាំឲ្យបងប្អូនទាំងអស់គ្នាបាទត្រួតពិនិត្យជាប្រចាំរៀងរាល់6ខែម្ដងឬក៏3ខែម្ដងកាន់តែល្អសម្រាប់ការត្រួតពិនិត្យ film ឬក៏ coating ថ្នាំអុចបាទដែលខូងជាប់ទឹកថ្នាំជាច្រើនបាននៅលើដំបូលម៉ាស៊ីនឡានបាទដែលនេះគឺបណ្ដាលមកពីការសម្អាតឡានស្អាតមុនពេលបិទហើយក៏អាចមកពីប្រើប្រាស់លើសកម្រិតជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចង់បង្ហាញបន្តិចអំពីចំណុចដែលឡើងអុចនៅលើដំបូលឡានអញ្ចឹងចំណុចនេះគឺជាចំណុចពិសេសក៏ដូចជាបាទ alert ដល់បងប្អូនទាំងអស់គ្នាដែលជាម្ចាស់រថយន្តផងដែរអញ្ចឹងសម្រាប់ការត្រួតពិនិត្យឡានគឺសំខាន់មែនទែនមិនថាបងប្អូនបិទ film ឬក៏ coating ទេបាទមិនថានៅស្រុកខ្មែរនៅបណ្ដាប្រទេសផ្សេងៗក៏អញ្ចឹងដែរចឹងរៀងរាល់6ខែម្ដងបាទតាមកន្លែងមួយអ្នកខ្លះទៅមួយឆ្នាំម្ដងអញ្ចឹងសម្រាប់កត្តាដែលធ្វើឲ្យឡាននេះឡើងអញ្ចឹងបាទខ្ញុំគិតថាប្រហែលជាអាចមាន2ករណីទី1គឺការបិទវាមុនពេលបិទគឺគាត់សម្អាតអត់ទាន់ស្អាតគាត់បិទយកហ្មងបាទហ្នឹងអ្នកបិទពីមុនណាអញ្ចឹងទី2គឺបណ្ដាលមកពីបាទគាត់ប្រើប្រាស់ច្រើនអញ្ចឹង material ដែលខ្ញុំបកនេះគឺជា TPH អញ្ចឹង TPH គឺវាឆាប់ក្នុងការរងបាទកម្ដៅហើយនឹងឆាប់អស់សុពលភាពបន្តិចអញ្ចឹងបងប្អូនដែលបិទ TPH ត្រូវតែពិនិត្យឲ្យបាន6ខែម្ដងដោយសារតែ material TPH វាគេហៅថាឆាប់រងបញ្ហាបាទវាអត់ដូច TPU ទេ TPU រៀងបានយូរហើយបើសិនជា TPU របស់អាមេរិកទៀតប្រើប្រាស់កាន់តែបានយូរបាទហានិភ័យគឺតិចមែនតើដូចនេះសម្រាប់ខ្ញុំចំណាយនាំឲ្យបងប្អូនទាំងអស់គ្នាបាទត្រួតពិនិត្យជាប្រចាំរៀងរាល់6ខែម្ដងឬក៏3ខែម្ដងកាន់តែល្អសម្រាប់ការត្រួតពិនិត្យ film ឬក៏ coating បាទដើម្បីតាមដានស្ថានភាពទឹកថ្នាំក៏ដូចជាផ្នែកនៃរថយន្តផ្សេងៗមកដែរបាទអញ្ចឹងការត្រួតពិនិត្យមិនមែនត្រួតពិនិត្យតែ film ទេនៅ American Seal គឺយើងត្រួតពិនិត្យទាំងអស់ហ្មងតាំងពីម៉ាស៊ីនទាំងអីយើង check up ឲ្យភ្ញៀវទាំង interior ទៀតបាទបើសិនជាបងប្អូនចង់ត្រួតពិនិត្យទៅលើប្រព័ន្ធទឹកស្អំប្រេងម៉ាស៊ីនជើងក្រោមគឺត្រូវត្រួតពិនិត្យជាប្រចាំជាពិសេសមុនពេលធ្វើដំណើរទៅខេត្តហើយ American Seal អត់មានឆាចសេវាបងប្អូនទេសម្រាប់ការត្រួតពិនិត្យជើងក្រោមនិងប្រេងម៉ាស៊ីនសូមអរគុណ